តោះបងអូនអរគ្នាថ្ងៃនេះគឺមកបង្រៀនពីរបៀបបិទក្រចកតជែលប្រាយជជក់ទាំងអស់គ្នាណាបងប្អូនអរគ្នាហើយជាដំបូងគឺយើងបិទកញ្ចក់ប៉ុន្តែនេះគឺអត់បានថតពេលកញ្ចក់បិទទេគឺយើងកាត់យកមកដល់ពេលរុះកញ្ចក់តែម្ដងណាអញ្ចឹងការរុះកញ្ចក់នេះដែរបងប្អូនអរគ្នាគឺរុះកុំឲ្យត្រូវសាច់ដៃភ្ញៀវណាបងប្អូនអរគ្នាបើសិនជាយើងរុះត្រូវសាច់ដៃភ្ញៀវវាអាចនឹងឈាមធ្វើឲ្យភ្ញៀវនឹងគេហៅថាមកម្ដងឲ្យរៀងឡើងចង់មកអីចឹងបងប្អូនអរគ្នាបន្ទាប់ពីយើងក្លីនកញ្ចក់នឹងឲ្យស្មើជាមួយនឹងសាច់កញ្ចក់ឲ្យស្អាតហើយគឺយើងចាប់ផ្ដើមធ្វើការកាត់សាច់ហ្នឹងគឺក្លីនជាមួយនឹងកាត់សាច់ឲ្យស្អាតខ្លាំងតែម្ដងណាយើងកាត់ធ្វើមិនក្រោយគឺឲ្យចេញស្អាតសាច់អីយើងខ្វេះខ្វៀលវាកន្លែងណាកន្លែងនេះមានសាច់អីគឺកាត់ឲ្យស្អាតមកបងប្អូនអរគ្នានិយាយទៅធ្វើមិនឲ្យស្អាតបន្ទាប់ពីយើងកាត់សាច់ស្អាតហើយយើងគិតថាល្អហើយយើងចាប់ផ្ដើមធ្វើការលាបជែលដែលភ្ញៀវកំងគាត់ចង់បានពណ៌អីយើងលាបពណ៌នឹងឲ្យភ្ញៀវទៅរួចជាការស្រេចតែម្ដងណាអញ្ចឹងបងអូនណាដែលចង់រៀនផ្នែកសាឡនមិនថាកញ្ចក់មិនថាផ្នែកសក់មិនថាផ្នែកលីលេមិនថាផ្នែកផាត់មុខមិនថានិយាយទៅគ្រប់ផ្នែកសេវាកម្មមានផ្នែកបកស្បែកផ្នែកអីផ្សេងទៀតអញ្ចឹងបងប្អូនកុំភ្លេចណាហាងគុណធាសាឡនគឺមានបង្រៀនកូនសិស្សគ្រប់មុខដែលនិយាយទៅដែលថាម្ចាស់ហាងជាអីគឺឲ្យកូនសិស្សដែលមកបងលុយរៀនហ្នឹងគឺចេះទៅវិញទាំងអស់អញ្ចឹងតែម្ដងណាអញ្ចឹងបើសិនជាបងអូនណាចង់បានកញ្ចក់ស្អាតកុំភ្លេចណាហាងគុណធាសាឡនទាំងអស់គ្នាណាចាហើយសម្រាប់ការចុះឈ្មោះចូលរៀនដែរគឺតម្លៃសមរម្យមែនតែនហើយមួយចេះតែម្ដងមួយកញ្ចប់តែម្ដងចេញទៅគឺបើកបានធ្វើមេជាងតែម្ដងណាអញ្ចឹងអរគុណសម្រាប់ការគាំទ្រនៅហាងគុណធាសាឡនរហូតមកណាចាអរគុណច្រើនបាយជម្រាបលាហេងទាំងអស់គ្នាចូលឆ្នាំចិន